ស្អីដល់គ្នាថ្ងៃនេះខ្ញុំមកប្រៀនដល់គ្នារបៀប add font ចូលក្នុងកម្មវិធី Adobe After Effects អញ្ចឹងកុំឲ្យថាពេល view ចូលទៅកាន់វីដេអូខ្ញុំបងប្អូនអូខេ let's go អូខេដំបូងយើងបើក Chrome មកហើយ search ថា Da font អូខេនេះ website ហ្នឹងយើងចុចចូលមកDa font មកនេះវាមាន font ច្រើនដែលយើងឆ្លាញ់យើងថតយើងឆ្លាញ់មួយណាមួយណីយើង add មកបាទថតខ្ញុំនេះមួយចុះខ្ញុំកន្លែង font នេះខ្ញុំដល់មកបាទដល់មកអូខេឥឡូវយើងបើក Opal នេះ Hotel font នេះឈ្មោះ Hotel អូខេហើយយើងចុចនេះមក extract វិញមកអូខេបានហើយយើងចុចមកទៅឡើងមក install វាមកអូខេប៉ុណ្ណឹងហើយអត់មានធ្វើអីទេយើងបើកកម្មវិធីយើងតែម្ដងបើកមកហើយពេញពុកមកបាទចាំវាតិចទៅវារៀង slow តិចអូខេយូរមែនតើបាទអូខេឥឡូវចាញ់ហើយចាំវាតិចទៀតអូខេយើងទៅអូខេមកអូខេឥឡូវយើងបង្កើតនេះមកយើងសាកតែ font ដែលយើង download មកនេះឈ្មោះ Hotel នេះអូខេចាំវាតិចមកវារៀង slow តិចOh my god slow ណាអូខេឥឡូវចាញ់ហើយយើងដាក់មកសេមកមកឲ្យយើងទៅអូបងនេះផងឡើយ sorry មកឈ្មោះខ្ញុំមកចាំមកដាក់មកហើយមកយើងដាក់ដូរតែ font យើងមើល Hotel នេះហ្នឹងទេចឹងវីដេអូ font ចូលក្នុងកម្មវិធី After Effects យើងបានអរគុណជម្រាបលា